បាទចំណងជើងរឿងបើកហាងជួសជុលមកុដបាទដកស្រង់ចេញពីសៀវភៅប្រាជ្ញាជីវិតទៀតបាទដែលរៀបរៀងដោយលោកគឹមច័ន្ទណាបាទសៀវភៅនេះមានតែការវឹកហាត់និងខិតខំបង្កើនសមត្ថភាពប៉ុណ្ណោះដែលធ្វើឲ្យប្រេងសំណាងមកនៅជាមួយយើងនឹងឲ្យតើយើងវឹកហាត់យើងខិតខំព្យាយាមបង្កើននៅសមត្ថភាពរបស់យើងទៅបានមានប្រេងវាសនាកុំដេករងចាំប្រេងវាសនាមិនកើតទេរឿងប្រេងសំណាងមានពិតប្រាកដមែនដែរឬទេពេលខ្លះអាចមានពិតប្រាកដមែនតែភាពរុងរឿងរបស់មនុស្សភាគច្រើនមិនអាស្រ័យទៅលើអ្នកនោះមានវាសនាលើសអ្នកផ្សេងនោះឡើយតែវាអាស្រ័យដោយអ្នកនោះមានការតស៊ូព្យាយាមលើសអ្នកផ្សេងទៅវិញទេមានមនុស្សមួយចំនួននៅមានជំនឿជឿស៊ប់ទៅលើប្រេងវាសនាមួយថ្ងៃអង្គុយបន់ស្រន់ចាំឲ្យព្រះអាទិទេពនៃប្រេងវាសនាចុះពីលើមេឃនាំយកជោគលាភមកគោះទ្វារឲ្យដល់ផ្ទះដោយគិតថាគ្រាន់តែធ្វើប៉ុណ្ណេះខ្លួនមុខជានឹងមានមាសមានប្រាក់មានកិត្តិយសគេឈ្មោះនិងមិនចាំបាច់ទៅធ្វើអ្វីផ្សេងនាំឲ្យលំបាកដល់ខ្លួនឡើយអ្នកនិពន្ធម្នាក់បានសរសេរថាយើងកុំគិតតែផ្ញើក្តីសង្ឃឹមទៅលើប្រេងវាសនាដែលមានម្ដងម្កាលទន្ទឹមនឹងមនុស្សចំនួនច្រើនដែលបានគុំថ្កើងដោយការតស៊ូយ៉ាងលំបាកលំបិនតែសម្រាប់អ្នកដែលមើលឃើញសើនៅតែនិយាយថាមកពីវាសនាជួយនេះឯងមែនហើយទោះជាមានទេវតាចាំថែរក្សាជោគជតាឲ្យអ្នកយ៉ាងណាក៏ដោយបើអ្នកមិនឧស្សាហ៍ខិតខំធ្វើកិច្ចការឲ្យបានប្រកបប្រជានោះទេឱកាសល្អនឹងរបូតចេញពីដៃអ្នកជាមិនខានកាលពីយូរលង់មកហើយមានជាងដែកម្នាក់រស់នៅក្នុងភូមិតូចមួយចិញ្ចឹមជីវិតដោយដំដែកធ្វើវត្ថុប្រើប្រាស់ផ្សេងដែលជាមុខរបរធម្មតាបានត្រឹមតែមួយរស់ប៉ុណ្ណោះមិនមានសល់អ្វីឲ្យមានបាននឹងគេទេគេសញ្ជឹងគិតក្នុងចិត្តថាតើនឹងធ្វើដូចម្ដេចដើម្បីប្រើប្រាស់សមត្ថភាពរបស់ខ្លួនរកប្រាក់ឲ្យបានច្រើនសម្រាប់ផ្គត់ផ្គង់គ្រួសារដែលមិនត្រឹមតែឲ្យមានស៊ីមានចុកគ្រប់គ្រាន់ធម្មតានោះទេតែត្រូវធ្វើយ៉ាងណាឲ្យឆាប់បានសល់លុយសល់កាក់គ្រាន់នឹងធ្វើជាអ្នកមានអ្នកបាននឹងគេថ្ងៃមួយគាត់មានធុរៈត្រូវចេញទៅទីក្រុងពេលទៅដល់គាត់បានឃើញមនុស្សមួយហ្វូងធំកំពុងតែប៉ាវកងបណ្ដាស្រែកបណ្ដាឲ្យមនុស្សម្នានាំគ្នាគេចចេញពីផ្លូវអ្នកខាងមុខស្រែកចំណែកឯអ្នកខាងក្រោយហែក្បួនតាមប្រជារាស្ត្រទាំងឡាយត្រូវគេហាមិនឲ្យឆ្លងកាត់ប្រសេកប្រសាចតាមផ្លូវការពិតគឺជាក្បួនហែរបស់ព្រះមហាក្សត្រនោះឯងជាងដែកក៏ទៅឈរជាមួយប្រជារាស្ត្រផ្សេងដើម្បីចាំទទួលស្ដេចព្រះមហាក្សត្រទ្រង់យាងចេញមកប្រពាតទីក្រុងដើម្បីទតមើលអំពីសកម្មភាពរបស់ប្រជារាស្ត្រនិងទស្សនីយភាពផ្សេងយ៉ាងសប្បាយប្រតិរំពេចនោះព្រះអង្គទទួលប្រតិដូចជាមានអ្វីខុសប្រក្រតីនៅពីលើប្រកេះក៏យកព្រះហស្ថស្ទាបមើលដឹងថាយ៉ាមកុដរបស់យើងដូចជាបាក់កន្លែងនេះក៏ឆ្ងាយពីព្រះរាជវាំងបើនឹងត្រឡប់ទៅបដូរក៏មិនទាន់បើទុកដូច្នេះអាចនឹងធ្វើឲ្យយើងជាមហាក្សត្រត្រូវអាប់អោនកិត្តិយសព្រះអង្គក៏មានព្រះបញ្ជាឲ្យមហាថ្លឹកសាកសួរប្រជារាស្ត្រដែលនៅជិតនេះថាតើមានអ្នកណាអាចនឹងជួសជុលមកុដនេះបានដែរឬទេពេលបានឮមហាថ្លឹកស្រែកអំពាវនាវសួរដូច្នោះជាងដៃក៏ប្រញាប់ប្រញាល់ចេញពីក្នុងហ្វូងមនុស្សហើយឆ្លើយយ៉ាងអោនលំទោនថាខ្ញុំព្រះបាទអាចជួសជុលបានទៀនប្រុសដោយត្រូវនឹងមុខជំនាញរបស់គេស្រាប់គេយកមកុដមកចាប់ពុតចុះពុតឡើងតែមួយផ្លែតក៏កែសម្រួលមកុដបានយ៉ាងរៀបរយព្រះមហាក្សត្រទ្រង់សប្ព្រះទ័យយ៉ាងខ្លាំងក៏បញ្ជាឲ្យមហាថ្លឹកផ្ដល់រង្វាន់ដល់នាយជាងយ៉ាងច្រើនរង្វាន់ដែលបានមកនោះមានតម្លៃច្រើនជាងប្រាក់ចំណូលដែលគេរកបាននៅឯផ្ទះជាង1ឆ្នាំទៅទៀតតាមផ្លូវធ្វើដំណើរត្រឡប់មកផ្ទះជាងត្រូវដើរឆ្លងកាត់តាមភ្នំមួយក្នុងពេលកំពុងដើរកាត់ភ្នំគេក៏ជួបវគ្គនឹងខ្លាមួយក្បាលជាងដែកផិតភ័យជាខ្លាំងងាកបែរក្រោយបំរុងនឹងដាក់មេប្រូចតែគេបែរជាលឺសំឡេងធ្ងួចធ្ងរយ៉ាងសែនឈឺចាប់របស់ខ្លា
ទើបខំទប់ចិត្តឲ្យក្លាហានបែរមកក្រោយមើលឲ្យច្បាស់សិនជាងដែកឃើញខ្លាដេកហូរទឹកភ្នែករហាមវាលើកជើងរបស់វាឲ្យជាងមើលដែលតាមការពិតជើងរបស់វាមុតបន្លាឫស្សីយ៉ាងធំហូរឈាមសស្រាក់ជាងដែកនឹកតែក្នុងចិត្តប៉ុណ្ណឹងមានទៅស្អីបន្ទាប់មកគេយកឧបករណ៍ដែលជាប់នឹងខ្លួនឆ្កឹះចុះឆ្កឹះឡើងក៏ដកបន្លាបានជាស្រេចដកបន្លារួចជាងដែកក៏រៀបអីវ៉ាន់ប្រុងត្រឡប់ទៅផ្ទះវិញតែខ្លាបានយកមាត់វាខំទាញជាយអាវជាងដែកក្នុងន័យចង់ប្រាប់ថាកុំតន់ទៅណាហើយវាក៏បោលចូលទៅក្នុងព្រៃបាត់មួយសន្ទុះក៏ត្រឡប់មកវិញដោយពំទាំងឆ្លុះមួយក្បាលយកមកទម្លាក់ពីមុខជាងដែកជាការតបស្នងបុណ្យគុណជាងដែកក៏ទទួលយកដោយក្តីត្រេកអរក្នុងចិត្តគ្រាន់តែមកដល់ផ្ទះភ្លាមជាងក៏ប្រញាប់ប្រញាល់ហៅភរិយាឲ្យចេញមកដោយនិយាយទាំងរខិតប្រខប់ថាយើងនឹងក្លាយទៅជាអ្នកមានហើយខ្ញុំមានសមត្ថភាពពិសេសពីរយ៉ាងដែលអាចឲ្យយើងក្លាយទៅជាសេដ្ឋីបានថាហើយគេក៏ដោះប៉ាយចាស់ដែលសរសេរថាទទួលផលិតសម្ភារៈប្រើប្រាស់ធ្វើពីលោហៈទម្លាក់ចុះរួចជំនួសដោយប៉ាយថ្មីដែលសរសេរថាទទួលជួសជុលមកុដនិងដកបន្លាពីជើងខ្លាដាក់បេតននិយាយសើចទៅចុះទុកជាអនុស្សាវរីយ៍ក្នុងការអាត់សម្លេងអូខេវាមិនដែលអ្នកណាគេដាក់ទទួលជួសជុលមកុដនិងដកបន្លាពីជើងខ្លាដូចវាគ្មានហើយខ្លាដឹងស្រាប់ហើយបងប្អូនខ្លាស៊ីសាច់ស្ដេចមានតែមួយអង្គតាមមកុដរបស់ព្រះអង្គនឹងបាក់ខូចបានប៉ុន្មានដងឯដកបន្លាពីជើងខ្លានោះរឹតធ្ងន់ទៅទៀតហេតុការចៃដន្យបែបនេះមួយជីវិតជួនអាចនឹងជួបបានតែម្ដងប៉ុណ្ណោះតើគួរនឹងយកមកធ្វើជាមុខរបរប្រចាំជីវិតម្ដេចនឹងកើតទៅប្រយោគមួយពោលថាព្រេងវាសនាមិនមែនជាវត្ថុដែលមានយ៉ាងពិតប្រាកដនោះទេវាគ្រាន់តែជាពាក្យដែលប្រើសម្រាប់ហៅរកនៅអ្វីដែលបានមកពីការធ្វើការងារយ៉ាងសុចរិតទៀងត្រង់ក្នុងមុខតំណែងរបស់ខ្លួននិងការត្រៀមលក្ខណៈនៅអ្វីៗគ្រប់យ៉ាងឲ្យបានខ្ជាប់ខ្ជួននោះឯងប្រើកម្លាំងនឹងតម្រេះបន្តិចបន្តួចតែចង់បានប្រយោជន៍ធំឬមួយគ្រាន់តែអង្គុយស្ងៀមរងចាំព្រេងវាសនានោះចាត់ទុកថាជាការស្រមើលស្រមៃដែលគ្មានថ្ងៃនឹងបានជួបនោះឡើយចង់ឲ្យទេវតាជួយត្រូវជួយខ្លួនឯងជាមុនកុំត្រេកត្រអាលនឹងអ្នកត្រូវឆ្នោតម្នាក់ក្នុងចំណោមរាប់លានអ្នកកុំត្រេកត្រអាលនឹងលបែងហេងសួយភ័ព្វសំណាងជារឿងដែលត្រូវពឹងពាក់អាស្រ័យលើខ្លួនឯងមានតែការវឹកហាត់ពង្រីកសមត្ថភាពរបស់ខ្លួនជាប្រចាំទើបធ្វើឲ្យភ័ព្វសំណាងវាស្រឡាញ់យើងហើយឱកាសដែលស្វែងរកភាពរុងរឿងថ្កុំថ្កើងនឹងធ្លាក់មកក្នុងកណ្ដាប់ដៃរបស់យើងជាក់ជាមិនខានអ្នកដែលមើលងាយខ្លួនឯងក៏នឹងត្រូវអ្នកដទៃមើលងាយដែរសាច់រឿងនឹងមានតែប៉ុណ្្នេះឯងយកមកចែករំលែកជូនអ្នកនរគ្នាទុកជាចំណេះដឹងសូមអរគុណជួបគ្នានៅវីដេអូក្រោយទៀតបាទ